បើសិនជាអ្នកនរគ្នាដើរលើឆ្នេរខ្សាច់ឬដីភក់ត្រឹមតែប៉ុន្មាននាទីក្រោយមកខ្យល់បក់ឬទឹកជំនន់នឹងមកលុបដានជើងរបស់យើងឲ្យបាត់ទៅវិញគ្មានសល់ទេមែនទេប៉ុន្តែចុះបើខ្ញុំប្រាប់អ្នកនរគ្នាថាមានកន្លែងមួយដែលស្នាមជើងអ្នកនរគ្នាអាចនៅយូរជាងអាយុកាលអរិយធម៌មនុស្សជាតិទៅទៀតកន្លែងនោះគឺព្រះច័ន្ទស្នាមជើងដែលអ្នកនរគ្នាឃើញនេះគឺជាស្នាមជើងដែលត្រូវបានជាន់នៅឆ្នាំ1969ហើយអវកាសយានិកនៃកប៉ាល់អាប៉ូឡូ11អ្នកនរគ្នារហូតមកដល់ពេលនេះវាមានអាយុកាលជិត60ឆ្នាំទៅហើយតែវាមានសភាពថ្មីចាស់ដូចទៅនឹងជាន់អំបញ្ញមិញអញ្ចឹងអ្នកវិទ្យាសាស្ត្របានអះអាងថាវានឹងស្ថិតនៅទីនោះរាប់លានឆ្នាំទៅមុខទៀតអ្នកគ្នាមានដឹងអត់ថាហេតុអីបានជាស្នាមជើងនៅលើឋានព្រះច័ន្ទខ្លាចជាអមតៈអញ្ចឹងយើងទៅស្វែងយល់ទាំងអស់គ្នាដើម្បីយល់ពីអាកំបាំងនេះយើងត្រូវដឹងជាមុនសិនថាបរិស្ថាននៅលើឋានព្រះច័ន្ទខុសស្រឡះពីផែនដីយើងតែម្ដងតែហេតុចម្បងទី1នោះគឺព្រះច័ន្ទគ្មានបរិយាកាសនោះទេអ្នកទាំងអស់គ្នាផែនដីអាកាសធាតុគឺជាអ្នកបំផ្លាញដានជើងយើងមានខ្យល់បក់ដែលរំកិលគ្រាប់ខ្សាច់និងមានភ្លៀងធ្លាក់ដែលលាងជម្រះផ្ទៃដីតែនៅលើព្រះច័ន្ទគឺគ្មានខ្យល់សំបីតែមួយដង្ហើមគ្មានពពកគ្មានភ្លៀងគ្មានទឹកហូរគ្មានសំបីតែព្រិលធ្លាក់នោះឡើយនៅពេលដែលគ្មានកម្លាំងធាតុអាកាសទាំងនេះមកប៉ះពាល់គ្មានអ្វីដែលអាចមកផ្លាស់ទីគ្រាប់ដីឬធូលីនៅជុំវិញស្នាមជើងនោះបានឡើយអ្នកទាំងអស់គ្នាមូលហេតុទី2នោះគឺស្ថិតនៅលើប្រភេទដីរបស់ព្រះច័ន្ទនោះតែម្ដងដែលគេហៅថា regolith គឺវាមានន័យថាជាដីស្រទាប់លើនៃព្រះច័ន្ទដីខ្សាច់នៅលើព្រះច័ន្ទនោះមិនមែនជាដីខ្សាច់តុនៗដូចដីខ្សាច់នៅលើផែនដីយើងទេតែវាជាកំទេចថ្មនិងកែវភ្លឺដ៏ម៉ត់ល្អិតដូចជាម្សៅលាបខ្លួនអញ្ចឹងអ្នកទាំងអស់គ្នាដោយសារតែដី regolith មិនដែលត្រូវខ្យល់ឬទឹកបោកបក់ឲ្យមានភាពរលោងទេគ្រាប់ធូលីនីមួយៗរបស់វាមានរាងជ្រុងជ្រុងនិងមុតស្រួចនៅពេលដែលអវកាសយានិកដើរជាន់ពីលើគ្រាប់ធូលីជ្រុងជ្រុងទាំងនោះបានគៀបជាប់គ្នានិងរក្សារូបរាងបានយ៉ាងល្អឥតខ្ចោះដូចជាយើងជាន់លើម្សៅនំខេកដូច្នោះដែរបូករួមនឹងកម្លាំងទំនាញរបស់ព្រះច័ន្ទខ្សោយជាងផែនដី6ដងធ្វើឲ្យធូលីទាំងនោះមិនងាយនឹងរលំឬបាក់ស្រុតទៅវិញដោយខ្លួនឯងនោះឡើយចុះបើគ្មានខ្យល់គ្មានភ្លៀងតើស្នាមជើងទាំងនោះអាចនៅរហូតដល់ផែនដីរលាយមែនទេចម្លើយគឺមិនមែនទេអ្នកទាំងគ្នាព្រះច័ន្ទនៅតែមានសត្រូវលាក់មុខមួយដែលកំពុងព្យាយាមលុបស្នាមជើងទាំងនោះយឺតសត្រូវនោះគឺ micrometeorites ឬកំទេចអាចកាយតូចៗល្អិតដូចគ្រាប់ខ្សាច់ដែលហោះហើរនៅក្នុងលំហអាកាសដោយសារតែគ្មានបរិយាកាសការពារកំទេចអាចកាយទាំងនេះបានធ្លាក់បុកផ្ទៃព្រះច័ន្ទជារៀងរាល់ថ្ងៃក្នុងល្បឿនរាប់ម៉ឺនគីឡូម៉ែត្រនៅក្នុង1ម៉ោងការបុកទង្គិចតិចនិងយឺតរាប់ពាន់ដងនៅក្នុងមួយឆ្នាំនេះនឹងធ្វើឲ្យដីព្រះច័ន្ទមានចលនាញ័រតិចអ្នកវិទ្យាសាស្ត្របានស្មានថាដំណើរការសឹករិចរិលដោយសារតែកំទេចអាចកាយនឹងត្រូវចំណាយពេលចន្លោះពី10ទៅ100លានឆ្នាំទើបអាចលុបស្នាមដានជើងរបស់មនុស្សឲ្យរាបស្មើវិញបានទាំងស្រុងទៅ100លានឆ្នាំនោះមានន័យថាទោះបីអរិយធម៌របស់មនុស្សជាតិយើងនៅលើផែនដីអាចនឹងប្រែប្រួលឬរលាយបាត់បង់នៅថ្ងៃណាមួយក៏ដោយក៏ផុសតាំងដែលបញ្ជាក់ថាមនុស្សដែលបានធ្លាប់មកដល់ទីនេះនឹងនៅតែដេកលង់លក់យ៉ាងស្ងប់ស្ងាត់នៅលើព្រះច័ន្ទជាគេដំណើរអមតៈតំណាងឲ្យភាពវៃឆ្លាតរបស់មនុស្សជាតិចុះសម្រាប់អ្នកទាំងគ្នាវិញក៏យ៉ាងមិនដែរសូមខមមិននៅខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងគ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក